A major responsibility for the ground operations is being assumed by South Vietnamese forces. This is not an invasion of Cambodia. The areas in which these attacks will be launched are completely occupied and controlled by North Vietnamese forces. Our purpose is not to occupy the areas. Once enemy forces are driven out of these sanctuaries and once their militaryកម្មវិធីបែបនេះមានសារៈសំខាន់ណាស់វាអនុញ្ញាតឲ្យសិល្បករថ្មីនៅក្នុងប្រទេសកម្ពុជាយើងនឹងធ្វើការប្រស័យតាក់ទងធ្វើការចូលរួមបង្កើតជាសម្ព័ន្ធភាពរៀនសូត្រពីគ្នាទៅវិញទៅមកហើយលើកទឹកចិត្តគ្នាទៅវិញទៅមកពីព្រោះសិល្បៈហើយនិងវប្បធម៌តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកគម្រោងចាក់តោរកឃើញអ្នកទទួលជ័យលាភីហើយកាលពីថ្ងៃទី30មេសាឆ្នាំ2025អង្គការសិល្បៈខ្មែរអមតៈបានរៀបចំសិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងចាក់តោដែលផ្ដល់មូលនិធិដោយវិទ្យាស្ថានបារាំងនៅកម្ពុជាដើម្បីលើកស្ទួយឧស្សាហកម្មច្នៃប្រឌិតនិងវប្បធម៌នៅកម្ពុជាដោយផ្ដោតជាពិសេសលើការសរសេរគម្រោងនេះដោយមានគោលបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យជាជនជាតិខ្មែរដែលទើបប្រឡូកក្នុងវិស័យ4រួមមានភាពយន្តសៀវភៅរបាំនិងតន្ត្រីដោយសហការជាដៃគូជាមួយក្រុមហ៊ុនផលិតភាពយន្តអន្ទាខៃអង្គការស៊ីប៉ាអង្គការសិល្បៈខ្មែរអមតៈនិងផលិតកម្មកងចាក់ភីជ័រក្នុងកម្មវិធីក៏មានការបង្ហាញសិល្បៈសម្បូរបែបនិងមានការសម្ដែងពីបេក្ខភាពដែលបានដាក់ពាក្យចូលរួមប្រកួតជាច្រើនជាមួយគ្នានេះលោកស្រីលឹមស៊ូលីនដែលអ្នកគ្រប់គ្នាស្គាល់ថាអ្នកនាងស៊ូស៊ូបានបង្ហាញចំណាប់អារម្មណ៍សម្រាប់ការចូលរួមកម្មវិធីនេះថាបងគឺនាងស៊ូស៊ូដែលជាអ្នកច្រៀងអាយ៉ៃបែបសហសម័យហើយថ្ងៃនេះរំភើបចិត្តបានមកចូលមើលបងប្អូនដែលសិល្បករកម្ពុជាយើងណាដែលគាត់មកចូលរួមប្រកួតគ្នាជាជុំជម្រុះលើកទី1ហើយមានអ្នកដែលជាតំណាងមកធ្វើការវាយតម្លៃលើបច្ចេកទេសហើយនិងសមត្ថភាពរបស់គាត់ហ្នឹងគឺជាក្រុមសិល្បករជំនាញមកពីតំបន់អាស៊ីអាគ្នេយ៍យើងទៀតអញ្ចឹងខ្ញុំរំភើបចិត្តមែនទែនចង់មកឃើញស្នាដៃការដំឡើងសិល្បៈបែបសហសម័យថ្មីរបស់បងប្អូនសិល្បករកម្ពុជាយើងហើយសង្ឃឹមថាពួកគាត់អាចមានឱកាសទៅចូលរួមនៅក្នុងការបង្កើតស្នាដៃនិងប្រកួតប្រជែងនៅក្នុងកម្រិតតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរចាមិនមកលួច experience ដែរបងអីមកមើលត្រូវរៀនរហូតបងចាខ្ញុំជាអ្នកសម្ដែងមួយដែរអញ្ចឹងមកមើលផងចូលរួមលើកទឹកចិត្តផងហើយក៏រៀនអំពីសិល្បករកម្ពុជាយើងនិងសិល្បករមកពីប្រទេសដទៃទៀតនៅក្នុងតំបន់ចាកម្មវិធីបែបនេះមានសារៈសំខាន់ណាស់វាអនុញ្ញាតឲ្យសិល្បករថ្មីនៅក្នុងប្រទេសកម្ពុជាយើងនឹងធ្វើការប្រស័យតាក់ទងធ្វើការចូលរួមបង្កើតជាសម្ព័ន្ធភាពរៀនសូត្រពីគ្នាទៅវិញទៅមកហើយលើកទឹកចិត្តគ្នាទៅវិញទៅមកពីព្រោះសិល្បៈហើយនិងវប្បធម៌តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកហើយនៅពេលដែលយើងធ្វើការសហការគ្នារៀនសូត្រពីគ្នាយល់ពីគ្នាយើងលើកទឹកចិត្តគ្នាទៅវិញទៅមកនៅក្នុងតំបន់នេះមិនត្រឹមតែជាការជំរុញការលើកកម្ពស់គុណភាពរបស់សិល្បករកម្ពុជាយើងនៅក្នុងកម្រិតតំបន់និងខ្នាតអន្តរជាតិទេក៏ប៉ុន្តែក៏ជាការសាមគ្គីសហការគ្នាដែលជំរុញឲ្យមានការយោគយល់គ្នាហើយនិងសាមគ្គីគ្នាទូលំទូលាយនៅក្នុងកម្រិតអន្តរជាតិផងដែរបងចារៀនទៅរៀនមកហើយពេលយើងសហការជាមួយគ្នាយើងធ្វើការជាមួយគ្នាតិចតួចអីក៏យើងយកយល់គ្នាហើយរាប់អានគ្នាទៅមុខទៀតដែរមិនចឹងសិល្បៈគឺជាគេហៅថាភាសាគ្មានសម្លេងណាចាហើយជាស្ពានចម្លងទៅដល់ការកសាងចំណងមិត្តភាពនៅក្នុងតំបន់ទាំងមូលក្រោយពីបានបង្ហាញនៅសមត្ថភាពទាំង10ក្រុមបានបញ្ចប់ក៏បានរកឃើញអ្នកជាប់ជ័យលាភីដោយឆ្លងកាត់គណៈកម្មការទាំងក្នុងនិងក្រៅស្រុកក្នុងនោះបេក្ខភាពចំនួន5រូបដែលជាប់រួមមានលោកឌីពុទ្ធីលោកកឹមសុជាតិលោកសយច័ន្ទបុរីលោកវងវណ្ណៈនិងកញ្ញាពុំម៉ូលីតា